បាទសូមជម្រាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ជាទីរាប់អានបាទថ្ងៃនេះខ្ញុំឈិនចិនក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបសូមមានប្រតិកម្មចំពោះបុគ្គលមួយក្រុមដែលនាំគ្នាធ្វើបាតកម្មនៅមុខរដ្ឋសភាជាតិពីម្សិលមិញបាទខ្ញុំមិនដឹងថាក្រុមនោះមកពីណានិន្នាការនយោបាយទៅណាខ្ញុំមិនដឹងទេខ្ញុំមិននិយាយទេប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំសូមថ្កោលទោសដល់ក្រុមមនុស្សមួយក្រុមពីម្សិលមិញនេះដែលគ្មានភាពថ្លៃថ្នូរជាមនុស្សដែលធ្វើអ្វីខុសពីសច្ចភាពខុសពីភាពថ្លៃថ្នូរដែលមនុស្សទូទៅគេធ្វើខ្ញុំសូមផ្ដាំផ្ញើទៅពួកមួយក្រុមហ្នឹងណាឥឡូវខ្ញុំសូមនិយាយរៀងអាក្រក់ស្ដាប់តិចសូមពុកម៉ែបងប្អូនខន្តីអភ័យទោសបើសិនជាវាលើសលួសខ្វះខាតប៉ុន្តែខ្ញុំដៀលតែមនុស្សមួយក្រុមដែលចូលរួមកោតកម្មនិងគ្រប់គ្រងការធ្វើកោតកម្មបាតកម្មទាមទារលោកកឹមសុខាចុះពីតំណែងពីម្សិលមិញអញឆ្ងល់ពួកអាចុយម៉ាយឯងឆ្ងល់ពួកអណ្ដួយម៉ែឯងពួកអាមានចិត្តឯងថាលោកកឹមសុខាញុះញង់ឲ្យមានការបែកបាក់ឲ្យប្រជារាស្ត្របាត់បង់សាមគ្គីភាពអត់ចេះសាមគ្គីភាពគ្នាក្ដួយម៉ែឯងនិយាយត្រង់ហ្នឹងឯងយកចំណុចណាយកមកឯងយកចំណុចណាឯងយកមកជាសំអាងដែលឯងហ៊ាននិយាយថាចឹងពួកអាថ្មិលពួកអាចុយម៉ាយចុះបើឯងធ្វើបាតកម្មប្រឆាំងលោកកឹមសុខាចុះកណ្ដួយម៉ែឯងពួកអាចុយម៉ែឯងមិនក៏ឯងទៅវាយអ្នកផ្សេងពីរអ្នកទៀតដែលគេមិនដឹងអីពួកអាឈាមឆ្កែពួកអាឈាមថោកខ្លាំងមកណាពួកអាចុយម៉ែខ្មែរដូចគ្នាឯងខ្លាំងចឹងណាកណ្ដួយម៉ែឯងមិនទៅមើលច្បារអំពៅឯងមិនទៅមើលកំពុងយកកំពុងចាមឯងមិនទៅមើលកំពុងសោឯងមិនទៅមើលឯងទៅមើលយួនចូលពេញស្រុកមានច្បាប់អត់ពួកអាចុយម៉ែឯងមានដឹងអត់នៅកពតយួននេសាទសមុទ្រវាយខ្មែរងាប់ពួកអាចុយម៉ែឯងមិនធ្វើបាតកម្មឲ្យកណ្ដួយម៉ែឯងហ្នឹងឯងមិននាំគ្នាធ្វើបាតកម្មឲ្យគេដេញយួនចេញពីស្រុកផងមកពួកអាចឆ្លើងពួកអាថ្មើពួកអាអត់សាសនាដូចម៉ែឯងក៏ប្រកាសមុខមកម៉ែបាទក្នុងនាមជាប្រជាពលរដ្ឋមនុស្សខ្ញុំឈឺចាប់ត្រឹមតែប្រជាពលរដ្ឋធម្មតានាំគ្នាមកក្រុមទៅវាយអ្នកតំណាងរាស្ត្រពីរអ្នកបាក់ឆ្អឹងបាក់ឆ្អែកដេកដួលនៅលើដីហេតុអីរដ្ឋាភិបាលបរោះខ្លាំងលោកហ៊ុនសែនខ្ញុំមានហៅលោកឯងអាចឆ្កែទេខ្ញុំមិនហៅលោកហ៊ុនសែនថាអាចឆ្កែថាអីទេព្រោះគាត់ជានាយករដ្ឋមន្ត្រីមានងារជាសម្ដេចប៉ុន្តែខ្ញុំសួរលោកឯងលោកសខេងលោកហ៊ុនសែនលោកហេងសំរិនគុណគឹមទៀបបាញ់ពួកលោកឯងសាក់មិនមែនត្រឹមសាក់ឯផ្កាយ4ផ្កាយ5នៅលើស្មាពួកលោកឯងមានសិទ្ធិមានអំណាចធំណាហេតុអីក៏លោកឯងអត់មានការពារសេចក្តីថ្លៃថ្នូររបស់អ្នកតំណាងរាស្ត្រអញ្ចឹងពួកគាត់ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគ្រប់គ្រងផ្ដល់សេចក្តីទុកចិត្តឲ្យគាត់ទៅធ្វើការនៅក្នុងសភាធ្វើការបម្រើជាតិឥឡូវគាត់ចេញពីធ្វើការម៉ោង11ម៉ោង12ពួកជនពីលជនហិង្សាមកក្រុមវាយគាត់ឡើងដេកដួលដល់លើដីសមត្ថកិច្ចពួកលោកឯងនៅណាបាតកម្មដែលហិង្សាគឺជាបាតកម្មខុសច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញលោកឯងចាំឯងលោកឯងឲ្យគេចាប់ណែមិនមែនលោកឯងឲ្យគេចាប់ទេខ្ញុំសុំទោសលោកឯងថាតុលាការនេះចាប់លោកមេឃសវណ្ណរាពីបទដឹកនាំបង្កហិង្សាតាមរយៈរូបភាពបាតកម្មលោកឯងចាប់ដាក់គុករហូតហើយលែងឲ្យចាប់ដាក់គុកវិញទៀតចុះមកសុំមិញម្ដងថ្ងៃហ្នឹងវីដេអូគេថតបានរូបថតគេថតបានណាគេថតបានមុខអាអ្នកដែលទៅវាយតំណាងរាស្ត្រនឹងច្បាស់ណាមិនក៏សមត្ថកិច្ចរបស់អស់លោកឯងហ្នឹងមិនចាប់មិនធ្វើអន្តរាគមផងបាទពុកម៉ែបងប្អូនគិតមើលថាស្រុកខ្មែរយើងវាយ៉ាងម៉េចចុះបើសូមបីតអ្នកតំណាងរាស្ត្រគេវាយបានគេជន់បានដូចសត្វដូចធាតអញ្ចឹងហើយចុះពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់គ្នានេះដែលជាអ្នកក្រជារាសាមញ្ញដូចខ្ញុំរដ្ឋាភិបាលរបស់លោកហ៊ុនសែនលោកហេងសំរិនលោកសខេងនឹងការពារពួកយើងបានអត់
បាទសមត្ថកិច្ចមានទួនាទីការពារសេចក្តីសុខសមត្ថភាពជូនប្រជាពលរដ្ឋដែលរស់នៅដោយស្របច្បាប់ដែលបំពេញការងារទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលពីរដ្ឋនឹងដែលលុយទាំងអស់នឹងជាលុយជាតិបានពីការប្រមូលពន្ធរបស់ប្រជាពលរដ្ឋផ្សេងហើយចោះបាទឥឡូវសូម្បីតែអ្នកតំណាងរាស្ត្រគេវាយហើយជនល្មើសគេថតបានច្បាស់កឡែតប៉ូលីស PM សមត្ថកិច្ចរបស់រដ្ឋាភិបាលលោកហ៊ុនសែននឹងចាប់មិនបានផងយើងសង្ឃឹមអីទៀតលោកហ៊ុនសែនលោកឯងនិយាយខ្លាំងណាស់ខ្ញុំនិយាយក្នុងនាមខ្ញុំប្រជាពលរដ្ឋមួយរូបមានសិទ្ធិសម្រាប់ជោគវាសនារបស់ជាតិខ្ញុំសូមថ្កោលទោសលោកហ៊ុនសែនលោកហេងសំរិនលោកសខេងបើលោកឯងចាប់ជនដៃដល់វាយអ្នកតំណាងរាស្ត្រពីម្សិលមិញមិនបានទេលោកឯងដែលមានងារជាសម្ដេចហ្នឹងណាខ្ញុំសូមនិយាយចេញពីបេះដូងពិតណាបើលោកឯងធ្វើរឿងហ្នឹងមិនកើតទេចាប់ពួកហ្នឹងមិនបានទេលោកឯងគ្មានលទ្ធភាពគ្មានសមត្ថភាពគ្មានសេចក្តីថ្លៃថ្នូរគ្មានកិត្តិយសអីដែលស័ក្តិសមឲ្យប្រជាពលរដ្ឋខ្មែរហៅលោកឯងថាសម្ដេចទេខ្ញុំបកណាក៏សូមពាវនាវដល់អង្គព្រះមហាក្សត្រសូមទ្រង់បើកប្រណេតមើលស្ថានភាពប្រជាពលរដ្ឋខ្មែររស់នៅសពថ្ងៃផងសូមទ្រង់មុននឹងចេញងារជាថ្នាក់សម្ដេចចេញលិខិតសរសើរបុគ្គលណាមួយដែលទ្រង់ជាព្រះមហាក្សត្រសូមមើលពីសមត្ថភាពពីការដឹកនាំរបស់បុគ្គលនឹងផងកុំលើកចោលឲ្យធ្វើជាសម្ដេចបាទខ្ញុំក្តៅក្រហាយហើយខ្ញុំសូមនិយាយអសរោះចំពោះក្រុមដែលវាយអ្នកតំណាងរាស្ត្រពីម្សិលមិញបើពួកអាចចុយម្រាយឯងធ្វើបាបកម្មប្រឆាំងលោកកឹមសុខាបើលោកកឹមសុខាចេញមកឲ្យវាយក៏អញមិនថាដែរក៏ដួយម៉ែឯងមិនក៏អាចទៅវាយគេអ្នកផ្សេងពីរអ្នកទៀតលោកញយចម្រើនលោកគង់សុភាអីមិនក៏ពួកអាចចុយម្រាយឯងទៅវាយគេពួកអាថ្មិលពួកអាចឆ្កែដង្ហែតាមពួកអាហៃអើទៅដួយម៉ែវាយួនចូលពេញស្រុកឯងមិនធ្វើបាបកម្មហ៎ពួកអាចច្បាក់អាផ្ទះបាញ់ដីខ្មែរអាផប់ដែលមានក្បាលពួកឯងប្រមាណអ្នកជន់ពីលើដីខ្មែរមិនមែនសម្រាប់មនុស្សដូចពួកឯងនឹងរស់នៅទេពួកឯងគង់ថ្ងៃណាមួយងាប់តៃហោពួកអាងាប់តៃហោបាទសុំទោសអរគុណសុំទោសប្រជាពលរដ្ឋខ្មែរប៉ុន្តែនេះជាអារម្មណ៍ពិតក្រោយពីខ្ញុំមើលឃើញវីដេអូដែលពួកអាថ្មិលអស់ហ្នឹងវាវាយអ្នកតំណាងរាស្ត្របាទសូមអរគុណ